ចំពោះបាតដៃរបស់បងប្រភេទនេះដែលខ្ញុំមើលទៅគឺឃើញតែខ្សែជីវិតរបស់បងដាច់ពាក់កណ្ដាលហើយខ្សែជីវិតដែលដាច់មានខ្សែតឬក៏ខ្សែដាច់ពាក់កណ្ដាលត្រឹមខ្សែអាយុនៅលើអាយុ40ឆ្នាំឬ30ឆ្នាំនេះគឺបញ្ជាក់ថាបងត្រូវទទួលរងទុក្ខរងបញ្ហាច្រើនត្បិតតែមានខ្សែការពារប៉ុន្តែវិបាកកម្មដែលបងត្រូវជួបទី1តាក់ទងនឹងបញ្ហាគ្រួសារមិនចោះសម្រងបញ្ហាត្រូវជួបរឿងរ៉ាវច្រើនទី2បាត់បង់លុយកាក់ទ្រព្យសម្បត្តិក៏ច្រើនទី3បងក៏ត្រូវមានបញ្ហាតាក់ទងនឹងសុខភាពជំងឺឈឺថ្កាត់រឿងរ៉ាវឆាកជីវិតឧបសគ្គបញ្ហាការងារក៏ច្រើនដែរហើយនៅក្នុងដៃនេះទៀតសោតគឺយើងឃើញថាខ្សែបញ្ហាបងច្រើនដែលដំណើរជីវិតនោះត្រូវហត់នឿយតស៊ូតាំងពីក្មេងជាពិសេសខ្សែសុខភាពនិងខ្សែបញ្ហាតាក់ទងនឹងរឿងលុយកាក់ដែលបងឆាប់អាណិតគេជាមនុស្សដែលឆាប់ទុកចិត្តគេហើយក៏ត្រូវរ៉ាប់រងលុយកាក់ដែលបានមកហើយក៏រមែងនឹងទុកដាក់មិនសល់ទេគឺត្រូវចំណាយសពគ្រប់ទាំងអស់នៅក្នុងដៃនេះព្រោះដំណើរជីវិតបងត្រូវនឿយត្រូវហត់ច្រើនបាទត្រូវណាស់លោកគ្រូខ្ញុំរងថ្ងៃអញ្ចឹងមែនគឺអញ្ចឹងមែនលោកគ្រូដោយលោកគ្រូទស្សន៍ទាយមើលហ្នឹងណាហើយចង់សួរលោកគ្រូមើល